ដៅកគុករុស្ស៊ីបើការវាយប្រហារបំបាក់ប្រព័ន្ធធម្មពលអ៊ុយក្រែនស្លាប់6នាក់និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងនោះមានទាំងកុមារនិងស្ត្រីមានផ្ទៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលជិតឈានចូលខួប4ឆ្នាំបានបន្តឆាបឆេះយ៉ាងខ្លាំងក្លាបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់សារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយថារុស្ស៊ីបានប្រើប្រាស់ដ្រូនជាង50គ្រឿងវាយប្រហារចំតំបន់អូឌីសានិងទីតាំងធម្មពលរបស់ក្រុមហ៊ុន ETEC រួមទាំងកន្លែងស្តុកហ្គាសរបស់ក្រុមហ៊ុន Naftogaz នៅភាគខាងលិចអ៊ុយក្រែនក្រសួងការពារជាតិរុស្ស៊ីអះអាងថាពួកគេដណ្ដើមបានភូមិចំនួន2បន្ថែមទៀតនៅក្នុងតំបន់ Zaporizhzhia និង Kharkiv លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានសម្ដែងការខឹងយ៉ាងខ្លាំងដោយសង្កត់ធ្ងន់ថារាល់ការទម្លាក់គ្រាប់បែកគឺជាការបំផ្លាញនូវរាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនិងធ្វើឲ្យប៉ះពាល់ដល់ដៃគូអន្តរជាតិដែលកំពុងព្យាយាមស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនេះការវាយប្រហារលើប្រព័ន្ធធម្មពលចំពេលអាកាសធាតុត្រជាក់គឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីធ្វើឲ្យប្រជាជនអ៊ុយក្រែនជួបការលំបាកខ្លាំងនៅក្នុងការរស់នៅខ្វះកម្ដៅនិងអគ្គិសនីស្របពេលជាមួយគ្នានេះស្ថានភាពកាន់តែស្មុគស្មាញនៅពេលដែលរុស្ស៊ីព្យាយាមពង្រីកទឹកដីគ្រប់គ្រងរបស់ខ្លួនបន្ថែមទៀតនៅភាគខាងកើតនិងភាគខាងត្បូងប្រធានាធិបតីរុស្ស៊ី Vladimir Putin អួតអាងថារុស្ស៊ីផលិតបានអាវុធដ៏ទំនើបបំផុតមួយប្រភេទទៀតហើយដែលមានអានុភាពជាងអាវុធនុយក្លេអ៊ែរទៅទៀតហើយប្រកាសថាគ្មានប្រទេសណាអាចផលិតបានអាវុធប្រភេទថ្មីចុងក្រោយមួយទៀតដូចនឹងរុស្ស៊ីដូចទីលោកពូទីនអាងថាពិភពលោកនៅពេលនេះអាចនឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រុស្ស៊ីព្រោះរុស្ស៊ីកំពុងក្លាយទៅជាប្រទេសមានអានុភាពបំផុតព្រោះអាវុធទំនើបដ៏មានអានុភាពបំផុតលើសនុយក្លេអ៊ែរទៅទៀតនេះកំពុងត្រូវបានរុស្ស៊ីផលិតបានហើយការអះអាងរបស់លោកពូទីនប្រធានាធិបតីរុស្ស៊ីដូចនេះក៏ធ្វើឡើងនៅគណៈដែលពិភពលោកកំពុងសម្លឹងទៅរកសង្គ្រាមលោកលើកទី3ជាមួយនឹងសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននៅសល់តែប្រមាណថ្ងៃទីប៉ុណ្ណោះវាចូលដល់ឆ្នាំទី5ហើយខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម7-4ដែលមានដូចតទៅនេះបរិយាខ្លាំងវិមានកម្លាំងលោក Vladimir Putin បានបង្កឲ្យមានការភ័យខ្លាចដូចសាច់រឿង Frankenstein ដែលអួតថាការប្រើប្រាស់ហ្សែនគឺជាអាវុធកើតមាននៅលក្ខណៈធន់ធ្ងរជាងការបង្កើតគ្រាប់ប៉ាន់រ៉ូម៉ាណូទៅទៀតហើយលោកសន្យាថារុស្ស៊ីនឹងដឹកនាំពិភពលោកនៅក្នុងការវិវត្តនៅបច្ចេកវិទ្យាមួយនេះចៅហ្វាយវិមានកម្លាំងបានលើកឡើងថាហ្សែនអាចនឹងធ្វើឲ្យមាននៅផលវិបាកធ្ងន់ធ្ងរហើយទទូចថារុស្ស៊ីមិនត្រឹមតែជាគូប្រកួតប្រជែងធម្មតានោះទេប៉ុន្តែជាគូនាំមុខតែម្ដងទៀតភាសានិយាយស្រទន់ប៉ុន្តែបង្កឲ្យមានការព្រួយបារម្ភគេបានមើលឃើញរុស្ស៊ីកំពុងតែជាឈ្មួញសង្គ្រាមមួយដែលមិនឈប់មិនហើយនៅក្នុងក្រសែភ្នែកដែលមិនទាន់បញ្ចប់ចំនួននៅអ៊ុយក្រែននោះទេតាមរយៈការលើកឡើងពីគ្រាប់បែបប៉ារ៉ូម៉ាណូលោកពូទីនបានហៅថាហ្សែនគឺជាអាវុធដ៏មានអំណាចលើសនុយក្លេអ៊ែរហើយបញ្ញាសិប្បនិម្មិតគឺជាផ្នែកមួយនៃទស្សនៈពិភពលោករបស់វិមានកម្លាំងនៅក្នុងពេលនេះដែលវិមានកម្លាំងគឺកំពុងតែដឹកនាំឲ្យមានភាពរីកចម្រើនគ្រប់វិស័យប្រាប់ទៅកាន់និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាសាស្ត្ររូបវិទ្យានិងបច្ចេកវិទ្យាទីក្រុងមូស្គូ MIT ថាតកតងទៅនឹងហ្សែនគឺជាជាក់ថាជាទស្សនៈសន្តិសុខហើយវាកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងការបង្កើតគ្រាប់បែបប៉ារ៉ូម៉ាណូទៅទៀតវាអាចមាននៅផលវិបាកធំធេងសម្រាប់មនុស្សជាតិហើយជាការពិតណាស់យើងមិននៅក្រោយទេយើងនាំមុខចាប់តាំងតែពីការចាប់ផ្ដើមសង្គ្រាមមកទីក្រុងមូស្គូបានចោទប្រកាន់ម្ដងហើយម្ដងទៀតអំពីប្រតិបត្តិការមន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់ដោយចោទប្រកាន់ទៅកាន់ក្រុងគីវនិងសម្ព័ន្ធមិត្តដោយគ្មានមូលដ្ឋាននៅក្នុងបរិបទនោះលោកអះអាងថាហ្សែនអាចប្រកួតប្រជែងជាមួយនឹងអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខរបស់ខ្លួនហើយមើលឃើញថាជីវៈបច្ចេកវិទ្យាត្រូវបានទាញចូលក្នុងរឿងរ៉ាវជាច្រើនដែលបង្កឲ្យមានភាពតានតឹងហើយក៏ជំរុញឲ្យមានការផ្ទុះសង្គ្រាមកើតឡើងអ្នកការទូតលោកខាងលិចម្នាក់បានលើកឡើងថាប្រសិនបើធម្មពលអាហារនិងការចំណាក់ស្រុកជាអាវុធនោះវិទ្យាសាស្ត្រក៏ជាអាវុធផងដែរលោកពូទីនបានប្រាជ័យនៅក្នុងការគូបញ្ជាក់ពីរបៀបដែលហ្សែនអាចធ្វើជាអាវុធបានប៉ុន្តែវាជាសបិនអាក្រក់ដូចជា Frankenstein អាវុធជីវសាស្ត្រនេះអាចត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅមនុស្សដែលមានជនជាតិជាក់លាក់និងមានសញ្ញាសម្គាល់ហ្សែនជាក់លាក់លោកពូទីនត្រូវបានគេយល់ឃើញថាលោកកំពុងធ្វើការព្រមានអំពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដែលជាជំរើសរវាងសង្គ្រាមនិងជំងឺហើយការភ័យខ្លាចមួយទៀតគឺមូលដ្ឋានទិន្នន័យហ្សែនដែលត្រូវបានប្រើសម្រាប់ការឃ្លាំមើលការវិភាគទម្រង់និងការគម្រាមកំហែងខណៈដែលពិភពលោកនៅឆ្ងាយពីការប្រើប្រាស់នៅអាវុធទំនើបបែបវិទ្យាសាស្ត្រប្រឌិតដោយមានការភ័យខ្លាចថាហ្សែនអាចក្លាយជាការប្រណាំងប្រជែងសព្វាវុធថ្មីតែរុស្ស៊ីត្រូវបានគេដឹងថាគឺជាប្រទេសដែលមិនជាប់ខ្លួននៅក្នុងអនុសញ្ញាអាវុធជីវសាស្ត្រនោះទេថ្មីនេះទៀតរុស្ស៊ីបានចាត់វិធានការទប់ស្កាត់ការនាំចេញសម្ភារៈហ្សែនរបស់រុស្ស៊ីដោយលើកឡើងអំពីក្តីបារម្ភអំពីសន្តិសុខជាតិ
បាននិយាយពីសែនធម្មតាសម្រាប់លោកពូទីនអាយុ73ឆ្នាំលោកតែងតែលើកឡើងថាលោកស្គាល់មនុស្សជាច្រើនដែលមានអាយុវែងដូចជារូបលោកហើយលោកបាននិយាយថាមេដឹកនាំចិនលោកស៊ីជីនពីងក៏អាយុ72ឆ្នាំដែរហើយសិតសឹងតែជាមនុស្សដែលអាចរស់ដល់អាយុ150ឆ្នាំនៅពេលដែលលោកទាំងពីរបាននិយាយជួបគ្នាលោកក៏អះអាងថាសរីរាង្គមនុស្សអាចត្រូវបានបដូរជាបន្តបន្ទាប់អ្នករស់នៅកាន់តែយូរកាន់តែក្មេងរដ្ឋរុស្ស៊ីបានព្យាយាមទាញយកប្រយោជន៍ពីការស្រាវជ្រាវសែននិងបច្ចេកវិទ្យាជំនួយដោយមានការលើកឡើងនៅប្រភពមួយសម្ដៅថាចវាយធំបំផុតនៃវិមានកម្លាំងបានកំណត់ភារកិច្ចមនុស្សម្នាក់ៗហើយមន្ត្រីនីមួយៗប្រញាប់អនុវត្តតាមក្រុមមធ្យោបាយដែលអាចធ្វើទៅបានអ្នកផ្ដល់ព័ត៌មានបានឲ្យដឹងថាគេមើលឃើញការវិវត្តហើយនឹងអ្វីដែលបានកើតឡើងនៅក្នុងពេលនេះហើយអ្នកជំនាញត្រូវបានគេស្នើឲ្យមានការអភិវឌ្ឍថ្មីៗដោយកាត់បន្ថយការខូចខាតនៃកោសិកានៅក្នុងទឹកដីរុស្ស៊ីគេក៏បានណែនាំនៅបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតយល់ដឹងអំពីការចុះខ្សោយនៃអារម្មណ៍និងប្រព័ន្ធភាពស៊ាំដោយស្ថិតនៅក្រោមការបោះពុម្ពជីវសាស្ត្រថ្មីៗជាងនេះទៅទៀតគេចង់ចាំថាកូនស្រីច្បងរបស់លោកពូទីនគឺលោកស្រីម៉ារីយ៉ាហ្វូរុនសូវ៉ាអាយុ40ឆ្នាំគឺជាវិជ្ជបណ្ឌិតឯកទេសផ្នែកអរម៉ូននិងត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការស្វែងរកប្រាក់ឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការសិក្សានិងការបង្កើតនៅជំនឿអាយុវែងនៅក្នុងទឹកដីរុស្ស៊ីតែយ៉ាងណាមិញនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសនេះមីកាអែលមូរ៉ាស្កូបានសារភាពថារុស្ស៊ីបានប្រាជ័យនៅក្នុងការបំបែកនៅអាថ៌កំបាំងអំពីថ្នាំបន្តជីវិតឬក៏ថ្នាំបង្កើតនៅការបន្តយុវវ័យហើយលោកបានទទួលស្គាល់ថារហូតមកទល់ពេលនេះមិនមានថ្នាំគ្រាប់សកលសម្រាប់មនុស្សចាស់នោះទេហើយអនុញ្ញាតឲ្យលោកគិតថាខុសចុះបើសិនជាមានការបង្កើតថ្នាំគ្រាប់សកលសម្រាប់មនុស្សចាស់បានតាមរយៈមជ្ឈមណ្ឌល Hastings សម្រាប់វេទិកាជីវៈសិលធម៌កាលពីឆ្នាំ2024បានឲ្យដឹងថាបដិវត្តន៍ជីវសាស្ត្រដ៏ស្ងប់ស្ងាត់ក្នុងកំឡុងពេលសង្គ្រាមកើតមានឡើងនៅក្នុងពេលនេះសែនបានក្លាយទៅជាដែនជម្លោះថ្មីមួយពិតប្រាកដហើយវាបំផ្លិចបំផ្លាញមិនត្រឹមតែក្នុងបរិមាណដោយអាវុធនុយក្លេអ៊ែរនោះទេវាជារឿងដែលអាចមាននៅហានិភ័យហើយងាយវាយប្រហារតាមអ៊ីនធឺណិតទៀតផងវិទ្យាស្ថាននេះបានលើកឡើងថាមានការកែច្នៃសែនឲ្យក្លាយទៅជាប្រូតេអ៊ីនបត់ហើយប្រូតេអ៊ីនតម្រូវការតាមរយៈដំណើរការនៃ AI នៃការសាងសង់ Vector មេរោគសព្វនិមិត្តដោយគេរំលឹកឃើញកាលពីឆ្នាំ1970អាវុធសែនបានជាសមត្ថភាពកំណត់ក្រុមជាក់លាក់ឆ្លងមេរោគតាំងពីពេលនោះមកហើយនៅក្នុងឆ្នាំ2012លោក Vladimir Putin បានសេចក្ដីគិតរឿងនេះរួចទៅហើយដោយលោកថាអាវុធនេះមានប្រសិទ្ធភាពដោយអាវុធនុយក្លេអ៊ែរទទួលយកបានច្រើនជាងហើយជាទស្សនៈនយោបាយផងយោធាផងលោកបានព្យាករណ៍តាំងពីពេលនោះមកថាអាវុធនុយក្លេអ៊ែរក្នុងរយៈពេលកន្លះសតវត្សរ៍ទៀតនឹងគ្របដណ្ដប់ដោយរូបភាពថ្មីៗរួមទាំងសែនផងដែរបាននិយាយឲ្យសាមញ្ញសង្គ្រាមជីវសាស្ត្រត្រូវបានគេដឹងថាជាសង្គ្រាមមេរោគដែលប្រើប្រាស់ជាតិពុលជីវសាស្ត្រឬភ្នាក់ងារបង្ករោគរួមមានបាក់តេរីវីរុសសត្វល្អិតផ្សិតមានគោលបំណងសម្រាប់ឬបង្កគ្រោះថ្នាក់ទៅលើមនុស្សសត្វរុក្ខជាតិហើយវាជាប្រភេទនៃទង្វើសង្គ្រាមដោយការសម្លាប់ទ្រង់ទ្រាយធំអាវុធជីវសាស្ត្រត្រូវបានហាមឃាត់នៅក្នុងពិធីសារទីក្រុងហ្សឺណែវឆ្នាំ1925និងសន្ធិសញ្ញាច្បាប់មនុស្សធម៌អន្តរនិងសន្ធិសញ្ញាឬក៏ច្បាប់មនុស្សធម៌អន្តរជាតិជាច្រើនទៀតជាពិសេសតែម្ដងគឺអនុសញ្ញាអាវុធជីវសាស្ត្រឆ្នាំ1972ដែលហាមឃាត់ការអភិវឌ្ឍការផលិតការទិញយកការផ្ទេរការស្តុកទុកនិងការប្រើប្រាស់អាវុធជីវសាស្ត្រក៏ប៉ុន្តែសម្រាប់ការស្រាវជ្រាវជីវសាស្ត្រការពារសន្តិភាពគឺមិនត្រូវបានហាមឃាត់ដោយអនុសញ្ញាអាវុធជីវសាស្ត្រនោះទេសង្គ្រាមជីវសាស្ត្រខុសពីសង្គ្រាមដែលពាក់ព័ន្ធនឹងអាវុធប្រឡាយលោកផ្សេងទៀតរួមមានសង្គ្រាមនុយក្លេអ៊ែរសង្គ្រាមគីមីនិងវិទ្យុសកម្មក៏ប៉ុន្តែសង្គ្រាមជីវសាស្ត្រនិងសង្គ្រាមគីមីវាមានលក្ខណៈត្រួតស៊ីគ្នាត្រង់ចំណុចដែលវាប្រើប្រាស់ជាតិពុលដែលបំផ្លាញសារពាង្គកាយមានជីវិតតាមប្រវត្តិបានឲ្យដឹងថាទម្រង់ជាមូលដ្ឋាននៃសង្គ្រាមជីវសាស្ត្រកើតមានតាំងតែពីសម័យបុរាណកាលមកម្ល៉េះវាមានជំងឺរាតត្បាតជាច្រើនដែលផ្ដើមចេញពីប្រភេទជំងឺផ្សិតជំងឺតេតាណូសជំងឺអុតស្វាយជំងឺអន្តរក្រពេញក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2បាក់តេរីគ្រុនពោះវៀននៅក្នុងសម័យសង្គ្រាមអារ៉ាប់អ៊ីស្រាអែល1948ហើយនៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់ជំងឺប៉េះទូឡារីម៉ារលាកខួរក្បាលក៏បានកើតមានឡើងផងដែរប៉ុន្តែក្នុងឆ្នាំ1969ប្រធានាធិបតីសហរដ្ឋអាមេរិក Richard Nixon បានសម្រេចចិត្តបញ្ចប់កម្មវិធីអាវុធជីវសាស្ត្រវីលោករបស់សហរដ្ឋអាមេរិកជាឯកតោភាគីដែលអនុញ្ញាតឲ្យមានការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់វិធានការការពារតែប៉ុណ្ណោះហើយការសម្រេចចិត្តនោះបានបង្កើននៅសន្ទុះនៃការចរចាសម្រាប់ការហាមឃាត់សង្គ្រាមជីវសាស្ត្រឆ្នាំ1969-1972សន្និសីទគណៈកម្មការរំសាយអាវុធរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវហើយនាំមកនូវអនុសញ្ញាអាវុធជីវសាស្ត្រឆ្នាំ1972នោះដែលមានរដ្ឋ22ផ្ដល់សច្ចាប័នក៏ប៉ុន្តែសហភាពសូវៀតនៅតែបន្តពង្រីកកម្មវិធីអាវុធជីវសាស្ត្ររបស់ខ្លួនក្រោមការដឹកនាំដោយស្ថាប័នស៊ីវិល